រៀបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានម្ហូបមួយទៀតយកមកបង្ហាញជូនបងប្អូនទាំងអស់គ្នាគឺមាន់ដុតត្រយូងចេកមាន់ដុតត្រយូងចេកនេះគឺមានរសជាតិឆ្ងាញ់យើងអាចញ៉ាំបានទាំងត្រយូងចេកដែលយើងធ្វើជាបន្លែផងហើយគ្រឿងផ្សំមានមាន់មាន់ធំត្រយូងចេកមួយប្រើមាន់ធំមួយតែនេះមាន់វាតូចតូចខ្ញុំយក2ទៅមាន់2លាងឲ្យស្អាតទៅហើយមានត្រយូងចេកមួយមានគល់ក្រៃក៏បានស្លឹកក្រៃក៏បានដែរស្លឹកក្រៃយើងអាចយកមកមូលហើយញីញុកចូលក្នុងគូតមាន់បានគល់ក៏បានស្លឹកក៏បានខ្ទឹមក្រហមខ្ទឹមសស្លឹកក្រូចសើចម្ទេសក្រហមហើយមានប្រេងខ្យងយើងសម្រាប់ប្រឡាក់មាន់ទុកមួយអន្លើសិនហើយនឹងប្រេងឆាពេលដែលដុតយើងដាក់បន្តិចដើម្បីកុំឲ្យខ្លោចមាន់ហើយវិធីធ្វើដំបូងយើងលាងមាន់ឲ្យស្អាតរួចយើងយកមាន់ហ្នឹងប្រឡាក់នឹងប្រេងខ្យងទុកមួយកន្លែងសិនរួចហើយយើងងាកមកធ្វើបន្លែត្រយូងចេកនេះយើងបោលាងឲ្យស្អាតបោស្លឹកស្ទាប់ចាស់នេះយើងទុកសម្រាប់ទ្រាប់នឹងបាតឆ្នាំងហើយដល់បណ្ដូលខ្ចីយើងកាត់វាជាកង់ល្មមហើយយើងញាត់ចូលក្នុងនេះទៅហើយញាត់ចូលក្នុងមាន់ហើយគល់ក្រៃនេះយើងដំវាឲ្យទុះឲ្យវាចេញក្លិនល្អកាត់វាជា2ញាត់ចូលដែរទៅស្លឹកក្រូចក៏ញាត់ចូលក្នុងមាន់ម្ទេសញាត់ចូលក្នុងមាន់ហើយខ្ទឹមសខ្ទឹមក្រហមបកវាដំវាបន្តិចខ្ទឹមសខ្ទឹមក្រហមក៏អញ្ចឹងយើងពុះវាទៅយើងញាត់ចូលក្នុងគូតមាន់ជាមួយនឹងត្រយូងចេកគល់ក្រៃស្លឹកក្រូចសើចម្ទេសខ្ទឹមសខ្ទឹមក្រហមយើងញាត់រួចយើងចាប់ផ្ដើមដេរវាទៅកុំឲ្យវាដេរបន្តិចបានណាគ្រាន់តែកុំឲ្យតែវាចេញធ្លាយទេរួចហើយយើងនេះមាន់ទៅយើងដាក់យើងអត់ទាន់ដេរយើងត្រូវនេះជើងមាន់ហ្នឹងចូលក្នុងខ្លួនមាន់ឲ្យស្អាតទៅដើម្បីឲ្យវាមានរាងស្អាតរួចហើយយើងដាក់ទៅលើឆ្នាំងយើងយកស្រទាប់ចាស់យកទ្រាប់រួចហើយយើងដាក់មាន់ដែលយើងញាត់រួចដេររួចហ្នឹងដាក់ចូលទៅក្នុងឆ្នាំងទៅហើយយើងចាក់ប្រេងឆាពីលើចាក់បន្តិចដើម្បីឲ្យកុំឲ្យខ្លោចមាន់ហើយយើងដាក់បើកភ្លើងដាក់តិចបានហើយព្រោះយើងកុំឲ្យដាក់ខ្លាំងតែដាក់ខ្លាំងវាឆាប់ខ្លោចប្រហែលជា30នាទីទៅ45នាទីឆ្អិនហើយទៅតាមមាន់ធំមាន់តូចមាន់ខ្ចីមាន់ចាស់អញ្ចឹងឥឡូវនេះខ្ញុំរៀបរាប់ឲ្យហើយពីគ្រឿងផ្សំនិងវិធីធ្វើអញ្ចឹងយើងនាំគ្នាទៅធ្វើទាំងអស់គ្នាយើងទៅមើលសកម្មភាពនៃការធ្វើដុតមាន់ត្រយូងចេកនេះទាំងអស់គ្នាតោះបងប្អូនយើងទាំងអស់គ្នាទៅយើងទៅមើល
តូចពេកយើងញាត់ចូលទៅបើយើងមិនបាច់ដេកក៏បានដែរតែញាត់ចូលទៅបើញាត់អត់អស់តាយ៉ងចេកហ្នឹងអាចដាក់ពីលើមាន់ដើម្បីឲ្យឆ្អិនទៅយើងអាចញ៉ាំជាបន្លែបានយើងស្រង់មកឲ្យខ្ចីញ៉ាំបានហើយមាន់នេះពេលឆ្អិនយើងញ៉ាំជាមួយនឹងទឹកត្រីកោះកុងបុកខ្ទឹមបុកទឹកត្រីកោះកុងញ៉ាំជាមួយឬក៏បើនៅខាងផ្នែកឧត្តមមានជ័យគេញ៉ាំជាមួយជ្រក់គួយតែជ្រក់គួយអានឹងចាំរៀនធ្វើតទៅទៀតឥឡូវនេះយើងញាត់រួចហើយអញ្ចឹងយើងចាក់ប្រេងចូលដើម្បីខ្លាចវាខ្លោចបានរួចហើយយើងគ្របយកទៅដាក់ដុតលើចង្ក្រានបើកភ្លើងតិចពី30នាទីទៅ40នាទីឆ្អិនរួចហើយអញ្ចឹងយើងយកទៅដាក់លើចង្ក្រាន